ចាសូមជម្រាបសួរបងប្អូនប្រិយមិត្តប្រឡំទាំងអស់ជាទីស្រឡាញ់ជាទីនឹករលឹកចាថ្ងៃនេះនាងខ្ញុំនាំអារម្មណ៍បងប្អូនមកជួបនៅឧបករណ៍ដែលយើងខ្វះអត់បាននៅក្នុងការដែលយើងញ៉ាំខ្ចៅឬក៏ខ្យងកាលពីសម័យមុនណាហើយបច្ចុប្បន្នយើងឃើញថាឧបករណ៍មួយប្រភេទហ្នឹងគឺត្រូវបានបោះបង់ចោលហើយដោយសារយើងវាអត់សូវសម្បូរចាឥឡូវនេះយើងប្រើតែឈើចាក់ថ្មិញទេមែនអត់ដើម្បីឆ្កឹះខ្ចៅឆ្កឹះខ្យងចាប៉ុន្តែសម័យមុនគឺយើងប្រើប្រាស់នេះណាអោក្រសាំងទៀតមកក៏ដើរក៏ចានេះគឺបន្លាក្រសាំងអូយស្រួយល្អណាស់ហើយមាំទៀតនេះប្រវែងវាចាខ្ទង់ចិត្តមកទឹកអីដែរហ្នឹងណាហើយមើលណាមាំណាអូនេះចាក់ខ្ចៅចាក់ខ្ចោយម៉ែមែន ចងគឺពិសេសណាស់ហើយធម្មជាតិអត់មានខ្លាចមានគេជ្រលក់គីមីអីរក្សាទុកឲ្យបានយូរអីទេស្ងោរតាខ្យងឆ្អិនរត់ទៅវាលផ្លែតទៅដល់កាច់មកតែមួយឆ្មែងមកគឺយើងបាននេះហើយនេះចាក់ខ្ចៅបានចាក់ខ្ចៅហើយអាចចាក់ថ្មិញបានទៀតកាច់តែបន្លាវាចេញទៅយើងអាចចាក់ថ្មិញបានចាស់គាត់ធ្វើបាយសីធ្វើអីបងចាគាត់ប្រើហ្នឹងទាំងអស់ទៅមានប្រយោជន៍ណាមានប្រយោជន៍ហើយផ្លែវាមិនផ្លែវាយកទៅច្រាមប្រហុកផ្លែវាយកទៅស្លម្ជូរធ្វើគ្រឿងម្ជូរចានេះផ្លែវាអូស្រួយល្អណានឹងឲ្យស៊ូឲ្យបងប្អូនបានឃើញជាពិសេសក្មេងសេរី2000ជាងសាអត់ស្គាល់ទេចិនស៊ីលេងស្គាល់ចិនស៊ីស្គាល់ឈើចាក់ថ្មិញហ្នឹងហើយនេះតសេរីចិន X សេរី X ដូចពួកខ្ញុំអីស្គាល់ច្បាស់បងប្អូនអើយព្រោះនេះវាលក្ខណៈចង់និយាយថាធម្មជាតិហ្មងបងប្អូនណាហើយអូផ្កាកសាំងស្លកោឆ្ងាញ់ហ្នឹងហើយផ្កាវាឆាសាច់គោក៏ឆ្ងាញ់ដែរអូនឆ្ងាញ់ហ្នឹងអញ្ចឹងវីដេអូយើងមានប៉ុណ្្នឹងបងប្អូនណាហើយបើសិនជាបងប្អូនពេញចិត្តអីចាំជួយ follow ឲ្យជួយចែកម្លែកហើយចង់ឃើញផ្ទាល់អញ្ជើញមកប្រឡោមមកហ្នឹងហើយអត់ខ្វះនេះ4 10ដើមនិយាយចង់យកទៅដាំក៏បានដែរយកទៅដាំចាំប្រាប់មកខ្ញុំឬមួយក៏មកខ្ញុំលួចគោឲ្យខ្ញុំប្រើភាសាលួចណាបងប្អូនណាអញ្ចឹងបងប្អូនអាចយល់ហើយថាម៉េចអីម៉េចព្រោះនេះដោះតាមផ្លូវចោលយកទៅដាំនៅផ្ទះទៅក៏លម្អដែរអរគុណ